ហាងកាហ្វេថ្មីក្តៅៗបើកអត់បានមកទៅនេះទាំងការតាប់តែងក្នុងហាងមហោភេសជ្ជៈអីហ្នឹងសັບគេគឺបែប longevity គឺរស់នៅបែបយូរអង្វែង healthy សុខភាពល្អអីចឹងទៅដើរចូលក្នុងហាងនេះភ្ញាក់ព្រឺតហ្មងគឺសុទ្ធតែដើមឈើហើយអង្គុយក៏ជួបម្ចាស់ហាងសួរគាត់ថាអានឹងរុក្ខជាតិមែនតើមែនគាត់ថារុក្ខជាតិមែនតើបើនិយាយពីទីតាំងគឺអត់មានទៅណាឆ្ងាយទេម្ដុំវាមានឯករាជ្យហ្នឹងអីដែលសំខាន់ហ្នឹងមានឧបករណ៍ម៉ាស្សាឲ្យភ្ញៀវប្រើទៀតដើរទៅក៏ឃើញអានឹងសួរថាបងអានឹងឲ្យភ្ញៀវប្រើបានមែនគាត់ថាហ្នឹងឲ្យអូនភ្ញៀវប្រើបានទៅក៏គាត់យកអានឹងយកទៅតេស្តទៅលើបុគ្គលិកគាត់ឲ្យយើងមើលអញ្ចឹងហាងគាត់ខ្ញុំសួរទៅគាត់បើមិនទាន់បានមកទឹកទេកាក់ដេកអីរួចរាល់ហើយប៉ុន្តែ operation អីគាត់នៅ train នៅអីបុគ្គលិកដល់ហើយទេអញ្ចឹងតើខ្ញុំគាត់ប្រាប់ដែរបើសិនជាមានកន្លែងណាខ្វះខាតខ្វះចន្លោះអីអត់ទាន់ត្រូវចិត្តអីកុំប្រកែប្រកាន់ដោយសារគាត់តែបើកដែរទេអញ្ចឹងចំពោះភេសជ្ជៈខ្ញុំបានកំងអា cafe signature គេនេះជាតិនឹងប្លែកដោយសារគាត់មានដាក់ប្រេងដូងនៅក្នុងហ្នឹងខ្ញុំមិនមែនអ្នកប៉ិនកាហ្វេណាទេប៉ុន្តែខ្ញុំឲ្យគាត់ recommend signature drink គាត់ឲ្យគាត់ណែនាំអាហ្នឹងអញ្ចឹងក៏ខ្ញុំចង់សាកទៅសំខាន់ខ្ញុំទៅនឹងចំពេលដែលគាត់តេស្តម្ហូបតេស្តអីអញ្ចឹងទៅអញ្ចឹងចង់ភៅគាត់តេស្ត recipe គាត់យកយើងភ្លក់តេស្ត recipe គាត់យកយើងភ្លក់អញ្ចឹងខ្ញុំអង្គុយនៅនឹងប្រហែលម៉ោងដែរគាត់យកម្ហូបពី3មុខឲ្យខ្ញុំសាកដែរអញ្ចឹងហាងកាហ្វេហ្នឹងបើសិនជាពេលគាត់បើកជាផ្លូវការហ្មងគឺបើក24ម៉ោងប៉ុន្តែឥឡូវខ្ញុំសួរគាត់ទៅគាត់បើកถึงម៉ោង10អីទេហើយម្ហូបក៏អត់ទាន់មានគ្រប់មុខដែរពេលបើកជាផ្លូវការអាចនឹងមានជម្រើសច្រើនជាងហ្នឹង